របៀបស្ងោរមាន់ហារបៀបស្ងោរមាន់មែនទេជាដំបងសុំអ្នកកាត់ភ្លើងកាច់ភ្លើងហ្នឹងចាំតិចកាច់ទៅហើយដាក់អីទៀតបន្ទាប់មកសុំអ្នកដាក់ទឹកខ្លែងខ្លាយភ្លាមទៅដាក់ទៅដាក់ទឹកខ្លែងខ្លាយហ្មងខ្ញុំឲ្យដាក់ទៅដាក់ទឹកខ្លែងខ្លាយត្រូវហើយដាក់ទៅទឹកខ្លែងខ្លាយហ្មងដាក់ទៅអញថាឲ្យដាក់ទៅទឹកខ្លែងខ្លាយយីអានេះអញចេះឬក៏អញចេះអញសួរអញឬក៏អញសួរឯងខ្លាយទឹកខ្លែងខ្លាយណាត្រូវហើយដាក់ទៅដាក់ហើយអីទៀតឈួតទេអីមានទឹកខ្លែងខ្លាយមកពីណាឆាប់ដាក់ទឹកពិតប្រកបភ្លាមទៅទឹកពិតប្រកបទៀតត្រូវហើយសុំដាក់ទឹកពិតប្រកបភ្លាមទៅទឹកពិតប្រកបណាដាក់ទៅឆេះឆ្នាំងខ្ទេចឥឡូវហើយទឹកពិតប្រកបដាក់ហើយអីទៀតតើអ្នកមានឃើញប្រហុកនៅក្បែរនឹងទេប្រហុកតែស្ងោរមកដល់ប្រហុកតើអ្នកសួរខ្ញុំឬខ្ញុំសួរអ្នកតិចប្រយ័ត្នអញលេងប្រាប់អ្នកហាដាក់ប្រហុកហ្នឹងឈួតមែនទេមិនមែនដាក់ប្រហុកទេតែឲ្យដាក់ប្រហុកហ៎ខ្ញុំចង់មានន័យថាឲ្យដាក់ស្ករនៅក្បែរប្រហុកស្ករនៅក្បែរប្រហុកចាំមិនខ្ញុំនិយាយស្ករមកចាំមិននិយាយប្រហុកទៅហាខ្ញុំជាអ្នកប្រាប់ខ្ញុំចង់និយាយយ៉ាងម៉េចក៏បានដាក់ម៉ាហ្នឹងដាក់ចំនួន1200គ្រាប់ទៅខ្ញុំអត់ប្រាប់ឲ្យចំដាក់ស្ករមកនិយាយប្រហុកឥឡូវនេះអញលេងប្រាប់ហើយធ្វើខ្លួនឯងទៅខ្ញុំសុំទោសហើយទៀតពេលដែលអ្នកបានដាក់រួចរាល់អស់ហើយសុំអ្នកដាក់ខ្លាញ់បញ្ចូលភ្លាមទៅដាក់ខ្លាញ់ខ្ញុំតែស្ងោរមកដាក់ខ្លាញ់គេស្ងោរតែស្ងោរមកដាក់ខ្លាញ់ឲ្យដាក់ទៅគុំតាបែកច្រើនពេកស្ងោរមកដាក់ខ្លាញ់ហ្មងអូច្រឡំមិនមែនដាក់ខ្លាញ់ទេគឺដាក់ម្រេចដូរភ្លាមទៅមិនដាក់ខ្លាញ់ទេត្រូវហើយដាក់ម្រេចណាអូមិនមែនដាក់ម្រេចទេអញវល់មិននិយាយលើចេះស្ងោរណាខ្ញុំសុំទោសផងភ្លេចនឹកឃើញថាខ្ញុំអត់ចេះធ្វើម្ហូប